លឺល្បីយូរហើយថានៅម្ដុំបឹងបៃតងនៅខាងរាជធានីភ្នំពេញយើងហ្នឹងមានមួយកន្លែងដែលគេលក់សម្បូរទៅដោយទាអាំងឬក៏របៀបលក្ខណៈសឡម្ជូរគ្រឿងសាច់ទាអញ្ចឹងហើយថ្ងៃនេះចង់ហូបអញ្ចឹងក៏ស្កាត់ទៅរកទៅដល់ហ្នឹងនៅភ្នំពេញយើងទេគ្រាន់ថានៅខាងម្ដុំបឹងបៃតងនិយាយទៅខាងជំនាញហ្នឹងគឺសម្បូរមែនតើហាងដែលលក់លក្ខណៈសាច់ទាអាំងឬក៏ទាឆាឬក៏យើងចង់ឲ្យគាត់ស្លម្ជូរក៏បានដែរតែមុខម្ហូបរបស់គាត់មានច្រើនមុខទៀតដូចជាជ្រក់អីដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយយើងចង់ហូបជាមួយនឹងបាយក៏បានឬក៏យើងចង់ហូបជាមួយនឹងត្រជាក់អីក៏ត្រូវដែរតែលេងអញ្ចឹងណាតែមុខម្ហូបរបស់គាត់គឺសម្បូរបែបគឺដែលធ្វើពីសាច់ទាអញ្ចឹងទៅទាអាំងរបស់គាត់ហ្នឹងគឺអ្នកណាមកក៏ដឹងតែហៅដែរដឹងតែមួយចានម្នាក់ឯងទៅលើទាអាំងនេះដោយសារតែគាត់ធ្វើឆ្ងាញ់ហើយជាមួយនឹងជ្រក់របស់គាត់នេះផ្ទាប់ហូបជាមួយគ្នាមកនិយាយពីត្រូវហើយជ្រក់ហ្នឹងលក្ខណៈថ្មីអញ្ចឹងទៅញ៉ាំទៅវាស្រួយឆ្ងាញ់ហើយផ្ទាប់ជាមួយនឹងសាច់ទាហ្នឹងគឺត្រូវតែម្ដងសាច់ទាគាត់ឡើងផុយហើយនេះម្ជូរគ្រឿងសាច់ទានេះអូយដាក់ម្ទេសហិលមកដាក់ជាមួយបាយមកនិយាយពីថាឆ្ងាញ់មែនតើតែម្ដងក្តៅណាដូច្នេះសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់ចូលចិត្តញ៉ាំសាច់ទាខ្ញុំណែនាំអ្នកទាំងគ្នាទៅម្ដុំហ្នឹងគឺមានលក់ច្រើនទៅលើប្រភេទជាសាច់ទាហ្នឹងអញ្ចឹងគឺទាអាំងនេះគឺលក់ដាច់ប្រចាំតែម្ដងនៅកន្លែងគាត់ហ្នឹងហើយសម្រាប់មុខម្ហូបអញ្ចឹងអីគឺយើងចង់ហូបបាយថ្ងៃអីផ្សេងក៏បានឬក៏យើងចង់ជួបជុំគ្នាពិភាក្សាការងារអីផ្សេងហ្នឹងក៏ត្រូវដែរទីតាំងរបស់គាត់ហ្នឹងដោយសារតែលក្ខណៈគាត់មានជាលក្ខណៈកញ្ចោះយើងអង្គុយអីអញ្ចឹងណាអញ្ចឹងគឺមុខម្ហូបរបស់គាត់មានច្រើនជម្រើសដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានមានត្រីកញ្ចោះអីផ្សេងទៀតក្នុងខែភ្លៀងអីអញ្ចឹងសម្រាប់មុខម្ហូបបែបហ្នឹងបើថាចង់របៀបតេសលេងជាមួយនឹងឡាប់យេអញ្ចឹងណាហ្នឹងហើយកុំភ្លេចជាមួយនឹង Gangsberg Snow ដោយសារតែ Gangsberg Snow ពណ៌កំប៉ុងគេកាន់តែក្មេងហ្មង cool like that កាន់កំប៉ុងហ្នឹងទៅ cool ហ្មងបើនិយាយពីរសជាតិវិញណាឆ្ងាញ់ស្រាលស្រួលលេបហ្មងនិយាយទៅគឺត្រូវមែនតើទីតាំងលម្អិតអីបន្ថែមចាំខ្ញុំដាក់នៅក្នុង comment ជូនអរគុណ